លេចត្រូវសម្រាប់ការងារយប់ជ្រៅដល់ថ្នាក់ហ្នឹងហ៎ប៉ុន្តែមិនអីទេកន្លែងធ្វើការនៅក៏មិនឆ្ងាយពីទីនេះប៉ុន្មានដែរបើអញ្ចឹងចាំខ្ញុំទៅទទួលលេចមកផ្ទះល្អជាងណាសម្រាប់ការងារយប់ប្រលប់បែបនេះខ្ញុំមិនសប្បាយចិត្តទេហើយនេះបើធីតានៅគេក៏មិនយល់ស្របដែរដែលត្រូវមកធ្វើការយប់ប្រលប់បែបនេះអត់ទេខ្ញុំថាធីតាពិតជាយល់ញ៉ាំបាយទេនេះប្រងតាណាហ្នឹងហ៎ទៅមន្ទីរពេទ្យធីតានាងយកកណាត់ទ្រំដៃចេញធ្វើទៅគឺលែងឈឺអ្វីទៀតហើយខ្ញុំរំរបួសបែបនេះធ្វើអ្វីក៏មិនស្ទាត់ដែរនេះអែនមិត្តរបស់ខ្ញុំលើកមុនជួបគ្នានៅហាងអាហារតែមិនទាន់បានណែនាំឲ្យស្គាល់លោកចេញទៅទិញបាយបាត់ទេបើនាងទៅពេទ្យហើយក៏ទៅឡានខ្ញុំក៏បានដែរណាព្រោះអីផ្ទះខ្ញុំនៅខាងនោះដូចគ្នាដែរណែផ្ទះឯងហ្នឹងឯងឆ្លងកាត់តាមទីពេទ្យនោះឆ្លងកាត់តាមកតាមខ្ញុំមកតខ្ញុំជូនទៅចាម៉ែមកអង្គុយហាលមួយធ្វើអីនេះហេតុអីក៏មិនចូលផ្ទះសម្រានកង់ចូលផ្ទះចោះគឺម៉ែចង់អង្គុយយកខ្យល់អាកាសបន្តិចណែម៉ែកាត់អីហ្នឹងអត់ទេកង់ចូលទៅដេកចោះអត់ទេម៉ែប្រាប់សិនមកថាម៉ែកាត់អីកង់ផ្ទះយើងចិត្តគេត្រូវរឹបអូសហើយម៉ែបានយកដីទៅបញ្ចាំជាមួយនឹងមេឃុំហើយពេលនេះគេក៏មកទានលុយយើងទៀតម៉ែមិនដឹងធ្វើយ៉ាងម៉េចទេកង់ណែម៉ែកុំយំម៉ែម៉ែលឿនហាខ្ញុំចេញមកមានកាយដែរខ្ញុំទិញនំមកផ្ញើអរគុណណាដែលឯងជួយដើរផ្សាយថាខ្ញុំមិនលក់ខ្លួននោះឯងនិយាយអីខ្ញុំមិនបាននិយាយទេខ្ញុំឃើញណាគឺឯងដើរចេញពីបន្ទប់អ្នកស្រីចន្ទ្រាហើយតមកផ្លេតណាគេហៅនីសាទៅប្រាប់នាងសត្វក្បាលពីរຕົកទៀតមិនបានទេនេះអរគុណណាទទួលយកទេនំឆ្ងាញ់ណាមកហើយឯនាងជើងល្អឯងយករឿងខ្ញុំទៅប្រាប់ពួកវាមែនទេខ្ញុំអត់ទេណាបងខ្ញុំអត់ទេឯងកុហកខ្ញុំបានលើពេញតិចថាឯងនេះដើរចេញពីបន្ទប់អ្នកស្រីចន្ទ្រាខ្ញុំអត់ទេបងហេតុ
អីទៅអញក្បាត់ដាក់ខ្ញុំបែបនេះហ៎ខ្ញុំប្រាប់អញហើយមែនទេហ៎អូនខ្ញុំអត់ទេបងបាយខ្ញុំអីបងនេះទេបានហើយបងបានហើយទេបានហើយបងខ្ញុំជឿណាស់អាក្រក់ណាស់លីតាតែញ៉ាំបាយទៅកូនមកធ្វើមុខបែបនេះតិចមិនស្អាតណាហើយខ្ញុំញ៉ាំអីមិនចូលទេម៉ែនេះខ្ញុំដល់ថ្នាក់ឈើជាប់ប៉ែតហើយបងណាត់មិនខ្វល់នឹងខ្ញុំផងបែបនេះណាខ្ញុំបាត់បង់បងណាត់មិនខានពេលនេះខ្ញុំគិតហើយថាខ្ញុំចូលទៅធ្វើការនៅរោងចក្រណាម៉ែធ្វើការលីតាទៅធ្វើការអីកូនម៉ែខ្ញុំមិនបានចូលទៅត្បាញឯណាខ្ញុំមានល្បិចច្រើនជាងនេះណាខ្ញុំមានអីឲ្យឯងជួយស្លាប់ហើយបែកគ្នាយូរហើយនេះបើឯងមិនមកប្រើខ្ញុំទេឯងមិនគិតមកជួបខ្ញុំទេតើមែនទេណែកុំមកនិយាយច្រើនណាដែលខ្ញុំសួរនេះមិនមែនឲ្យជួយហ្វ្រីទេណាខ្ញុំមានថ្លៃតបស្នងឲ្យបានកុំនិយាយច្រើនមានអីក៏ថាមកចុះរឿងនេះខ្ញុំមានរឿងឲ្យជួយធ្វើការតាក់ទងឲ្យខ្ញុំរឿងនេះណាបែបកាលីបអស់ចាស់ទេធុរកិច្ចនេះគឺកណាត់អូយហេវណាស់ហូបអីទេឆាម្រះប្រៃទេល្អឆាម្រះព្រៅប៉ងទាចៀនល្អទេហើយម្នាក់មួយមុខឲ្យបានច្រើនមុខទេអ្នកធីតាជប់សិនអេលោកផាត់ទេមានកាអីមែនទេខ្ញុំមកបបួលទៅញ៉ាំបាយណាលោកថាម៉េចមើលតែឯងដូចជាមានក្តីសុខណាស់ពុតទីញញឹមញែមដល់ហើយនេះឯងមែនហើយអ្នកណាទៅមុខស្ងួតដូចជាឯងនោះអាណាតយ៉ាងម៉េចធីតាមានអ្នកប៉ាវបាយថ្មីហើយមែនទេចាលោកផាត់តិណាចិត្តល្អបំផុតប្រាប់ថាប៉ាវបាយខ្ញុំគ្រប់ពេលគ្រប់វេលាសួស្តីតែហើយណារកអីឲ្យទេហូបបាយទេតែហូបបាយទេនេះនាងប្រញាប់តាណាណែឈប់សិននាងឈប់ណាអូសំទោសនាងអូយនាងតើរឿងស្អីមិនក៏តែចំបែបនេះបាត់ទៅណាអញ្ចេះនៅនេះតាមិនបានជាមិនទៅទិញបាយឲ្យខ្ញុំហ៎ឯងចង់ឲ្យខ្ញុំហូបបាយពេលល្ងាចមែនទេឯងនេះលោកអធិសួស្ដីមកធ្វើអីនៅម្ដុំនេះឬមួយ
លោកអ៊ីធីមកតាមរកលោកណាត់ណាបងចាំខ្ញុំទៅទិញបាយឲ្យបងណាមិនមិនតាន់ទៅទិញទេហ៎លោកអ៊ីធីត្រូវការអីប្រាប់ខ្ញុំបានណាមិនអីទេនាងជំនួសបែបណាធីតាសប្បាយណាស់មែនទេមែនពេលល្ងាចទៅលេងផ្សារទេណាចាំខ្ញុំទៅទិញទឹកចាំឲ្យណាអរគុណហើយឆាប់សិនឆាប់តឡើងហើយលោកចទីបើសិនជាលោកគិតមកញ៉ាយខ្ញុំណាលោកឆាប់គិតចាស់ណាទោះបីយ៉ាងណាខ្ញុំគ្មានផ្លូវស្រឡាញ់មនុស្សខូចដូចជាលោកទេបាទធីតាក្រោមទឹកស្រក់ដាក់លើថ្មរាល់ថ្ងៃនៅដាច់ធ្លុះបានរឿងបែបនេះមិនត្រូវចាញ់ទេត្រូវកលិបខ្ញុំហើយអែនឈប់សិនណាអែនឈប់សិនណាអែនមើលទៅលោកចិត្តតិណាគេក៏ស្រឡាញ់ឯងដែរឈប់ណាធីតាកុំមកគិតចង់ធ្វើមេនដាកមេកធីអីគិតទៅមនុស្សមានដូចជាលោកចិត្តតិហ្នឹងណាគិតតែមើលថាគេមកស្រឡាញ់អ្នកក្រដូចជាយើងនោះហ៎គេគ្រាន់តែឃើញយើងជាអ្នកលេងសើចតែប៉ុណ្ណោះខ្ញុំមិនចង់ធ្លាក់ក្នុងលំស្នេហ៍ហើយស្រក់ទឹកភ្នែកជូតក្បាលចង្គង់ពេលក្រោយទេទៅហើយណារង្វាន់ទី1លេខដែលចេញលេខ2លេខ3លេខ6លេខ8លេខ5លេខ9ម្ដងទៀតគឺលេខ2លេខ3លេខ6លេខ8លេខ5និងលេខ9អូយអស់ហើយនេះមែនហើយអស់គូខោហើយអស់ហើយនេះឯងនាងណោមក្រែងឯងថាលេខល្អលេខស្អាតណាស់មែនទេអូហើយណែបងនេះហាញ់តានេះលេខបានមកពីស្រុកកំណើតខ្ញុំណាបងចេញកាលណាច្បាស់សែនច្បាស់តែម្ដងហើយណាជាលេខកំណត់ទ្របយើងណាបងអូយស្អាតស្អីមេសយហើយនេះអូយខ្ញុំមិនបាននិយាយខ្ញុំមិនបាននិយាយអត់បាននិយាយទេណាលើកមុនគេចាក់ត្រូវពេញភូមិខ្ញុំណាចាប់ហើយខ្ញុំមកទិញច្រើនសន្លឹកទៀតគិតថាយកលុយទៅទិញខោឲ្យស្អាតនឹងគេអូយនាងណោមអើយនាងណោមអូយឲ្យខ្ញុំធ្វើមិនទៅការលើកមុនណាក៏ត្រូវដែរណាចង់មានលុយតែមិនព្រមធ្វើការលេងឆ្នោតមួយជីវិតក៏គ្មានអ្វីបានគ្រាន់បានដែរអេណែនិយាយបែបនេះសន្សំរឿងឲ្យមែនទេណែពួកយើងខ្ញុំមានរឿងមកនិយាយឲ្យស្ដាប់ណាអ្នកនាងលីតាសង្សារលោកសរណានគេចូលមកធ្វើការនៅទីនេះដែរថាមិនចាប់បាច់ហាក់ទៀតទេទៅអូយប៉ិនមែនអ្នកនេះចាមែនហើយសំយ៉ាងម៉េចដែរប្អូនលីតារបស់បងមានអាយល្អមែនទេល្អណាស់តែខ្ញុំក៏មិនអាចទទួលលីតាមកធ្វើការបានដែរណាអ្នកបងអូហេតុអីទៅអ្នកមីងគឺពេលនេះណាណានគេនៅមើលខុសត្រូវកិច្ចការនេះណាទៅមីងប្រគល់ឲ្យគេជាអ្នកសម្រេចចិត្តទៅចោះចាំឲ្យគេស្ដាប់ពី ID របស់លីតាសិនណារួចហើយចាំមើលតើគេមានយោបល់បែបណាលើទេម៉ា
ថាម៉េចអាម៉ាក់លីតានឹងសុំឲ្យធ្វើការជួយខ្ញុំ មែនហើយម៉ាក់ស្ដាប់ idea របស់លីតាហើយគួរឲ្យចាប់អារម្មណ៍ណាស់ណាតែម៉ាក់នៅលើកូនទេកូនយល់យ៉ាងម៉េចក៏បានដែរព្រោះនេះគឺជាគម្រោងការរបស់កូនម៉ាក់គ្រាន់តែគិតថាបើសិនជាកូនចង់ស្ដាប់ idea របស់លីតាក៏មិនបានខូចខាតអីដែរណា